Riêngឆ្នាំខានៅក្នុងខែ7ប៉ះចំខែមួយម៉ែខានៅទទួលរងទុក្ខផលលំបាកសេចក្តីវេទនាផ្លូវចិត្តផ្លូវកាយហត់នឿយច្រើនគិតច្រើនលំបាកច្រើនថាទទួលបានសំណាងក៏ប៉ុន្តែចូលដល់ខែ7ប៉ះចំខែមួយម៉ែខានឹងរាសីធ្លាក់ចុះមួយកម្រិតខាអត់សំណាងរហូតទេឬតែសំណាងប្រចាំឆ្នាំក៏ពិតមែនក៏ប៉ុន្តែខានេះជំនះមែនតើហើយលំបាកខ្លាំងដូចគ្នាដែរខាដែលសំណាងមានតែខ្លារឹងមាំដែលមានទទួលឥទ្ធិពលដែលទទួលពីធាតុដីនិងធាតុមាសទេទើបហេងទើបអបអសាខ្ញុំសូមជំរាបប្រាប់បែបហ្នឹងអញ្ចឹងតួរិស័យបងប្អូនដែលកាត់ចំឆ្នាំខានៅក្នុងខែ7ប្រយ័ត្នមែនតើគឺរឿងរ៉ាវចំនួនមាត់កពាក្យសម្ដីរឿងចំនួនគឺជារឿងផ្នែកទី1ដែលខាទទួលរងគ្រោះហើយប្រឈមមុខនឹងការរិស័យធ្លាក់ចុះកាន់តែខ្លាំងហ៊ានទៅឆ្លោះគ្នានឹងយើងចែកជាឆ្លោះគ្នានៅក្នុងក្រុមគ្រួសារកន្លែងការងារជាមួយមិត្តភ័ក្តិបងប្អូនសាច់ញាតិឲ្យតែមានពាក្យឆ្លោះគ្នាក្នុងលបរស៊ីក៏ដោយរិស័យគឺកាន់តែធ្លាក់ខែ7គឺហាមឆ្លោះគ្នាតែឆ្លោះគ្នាគឺរិស័យដាក់ខ្លាំងហើយរឿងមួយទៀតដែលខាតែជួបប្រទះគឺការខកចិត្តខកបំណងចាប់យកឱកាសអត់បានសម្រេចចាប់នេះខុយចាប់នោះខុយហើយចេះតែចំណាយលុយទៅលើរឿងអីផ្សេងលុយទៅចេញរហូតធ្វើឲ្យយើងវាខាត់បងលុយកាក់ផ្លូវចិត្តមិនល្អផ្លូវចិត្តប្រវាក់ចិត្តប្រវាក់កាយហើយបើរឿងស្នេហាវិញក៏មិនសមបំណងទៀតស្នេហាចាប់យកអត់ជាប់ម្នាក់នេះចូលម្នាក់នោះចេញម្នាក់ចូលម្នាក់ចេញជីវិតគឺពោពេញទៅដោយសេចក្តីលំបាកខាខ្ញុំសូមជំរាបប្រាប់បែបហ្នឹងទាំងបុរសទាំងស្ត្រីតែបុរសគេរៀងរឿងមាំជាមនុស្សស្រីឯងព្រោះជាភេទរឿងមាំតែមនុស្សស្រីវិញចូលដល់ខែលំបាកធៀងខ្លួនទៅស្ទើរតែគេហៅថាហើទឹកភ្នែកស្រក់អត់មានវាស្រក់ពេកវាហត់នឿយពេកលំបាកពេកក៏មិនតែខាបើដឹងខ្លួនឯងលំបាកប៉ុណ្ណេះហើយស៊ូបន្ថែមទៀតឈប់លំបាកឈប់ប្រវាក់ចិត្តឈប់គិតច្រើនរៀបចំរិស័យខ្លួនឯងល្អប្រសើរមកវិញជួបរឿងហេងលក់ដូរដាច់ច្រើនស៊ីល្អការងារល្អគិតផុតពីរឿងគ្រោះនានាហើយខាសូមជំរាបប្រាប់ថាខាអាចរៀបចំជាការខ្សែដៃមង្គល3ធាតុកម្មខ្សែដៃមង្គល3ធាតុនេះគឺជួយជំរុញឥទ្ធិពលឲ្យខាមានសំណាងល្អរឿងហេងរឿងលៀបរឿងជ័យចូលមកខាងជីវិតចឹងខាងអាចប្រើកម្មស្ដីទូរិស័យ3ធាតុនេះបានប្រែបានទាំងមនុស្សប្រុសនិងមនុស្សស្រីទាំងចាស់ទាំងក្មេងធ្វើឲ្យជំរុញឥទ្ធិពលនៅក្នុងខ្លួនយើងឲ្យយើងជប់រឿងហេងជំនះឥទ្ធិពលអកតហើយកម្មស្ដីទូរិស័យមង្គល3ធាតុនេះគឺយកពាក់ពីពាក់កណ្ដាលឆ្នាំរហូតដល់ឆ្នាំក្រោយគឺវាហេងគឺវាល្អកំដិតហ្នឹងយើងពាក់ដើម្បីទទួលបាននៅសេចក្តីជោគជ័យពីពាក់កណ្ដាលឆ្នាំនេះទៅពីខែ7នេះទៅជួបរឿងហេងជួបរឿងល្អជួបរឿងរិស័យឡើងមកវិញជួយបំពេញនៃធាតុរបស់យើងហើយចក្រវាលនឹងជួយជំរុញគេហៅថាឲ្យយើងនឹងជួបនៅសំណាងល្អគឺបែបហ្នឹងព្រោះយើងបំពេញធាតុដែលត្រូវការសម្រាប់ចក្រវាលទាំងមូលទៅហើយអញ្ចឹងតួរិស័យក្នុងខ្លួនយើងនឹងកើនឡើងនឹងជួបរឿងសំណាងរឿងលៀបរឿងចេញខ្ញុំសូមជំរាបប្រាប់ត្រង់បែបហ្នឹងហើយខ្ញុំសូមលម្អិតរឿងខាបន្តិចខាបើនិយាយឲ្យចំបើមនុស្សស្រីគឺជាកម្ពុជានារីតស៊ូរឹងមាំជំនះបែកបាក់គ្រួសារទៅហើយក៏នៅតែរស់បានចិញ្ចឹមកូនបានត្រូវតែតស៊ូបន្ថែមពីលើហ្នឹងខានេះបើសិនជារឿងគ្រោះថ្នាក់ស្នេហាគ្រួសារណាមួយហើយមួយទៀតប្រវាក់ណាហើគូប្រចាំជីវិតពិតប្រាកដចូលក្នុងជីវិតខ្លួនឯងបានហើយបើខានោះគាត់មានប្រជុយនេះនៅលើដើមទ្រូងប្រេះទ្រូងហើយគូសកលមួយនឹងមួយប្រវាក់មែនតែនចូលហើយចេញទៅវិញមានប្រជុយនឹងទ្រូងចេះបរោះណាក៏ដោយស្រឡាញ់យើងហើតែរឿងផ្លូវភេទជាមួយយើងទេលះបង់រឿងផ្សេងមិនងាយទេតែរឿងផ្លូវភេទគឺលឿនបំផុតតែម្ដងនេះខានារីខ្ញុំសូមជំរាបប្រាប់បែបហ្នឹងគឺអភ័ព្វបែបហ្នឹងហើយខាបើចង់ដឹងច្បាស់ពីតួរិស័យខ្លួនឯងឆែកមើលរិស័យខ្លួនឯងហេឬមិនហេឆែកមើលថាយើងកើតថ្ងៃណាខែណាឆ្នាំណាថាយើងប៉ះតួរិស័យរបស់យើងហេអត់យើងប៉ះចំតួរិស័យឆោងអត់និយាយឆែកមើលហើយបើអញ្ចឹងទេយើងអត់ចាំថ្ងៃខែឆ្នាំប្រហែលពិតទេចាំតែឆ្នាំនេះជាងយើងឆែកមួយខ្សែបាត់ដៃឬក៏មើលនៅហេងនៅលើយើងមើលបានដូចគ្នាប៉ុន្តែអ្វីដែលកែបាននោះខ្សែបាត់ដៃកែបានទេវាសនាចាមកតម្រូវបែបម៉េចគឺបែបហ្នឹងមិនមែនតែគូសមកខ្សែហើយកើតមហាសិទ្ធិទេយើងមកគេគូសគ្រប់គ្នាទៅហើយគឺខ្សែបាត់ដៃមើលអត់កែបានទេប៉ុន្តែងើហេងនៅលើមុខគឺកែបានតួរិស័យកែបានខ្ញុំសូមជំរាបប្រាប់បែបហ្នឹងគឺកែបានពីរហ្នឹងហើយខាចង់សំណាងល្អចង់ហេងជិះឲ្យផុតក្នុងខែ7ហ្នឹងឬឆ្លោះគ្នាជាផុតហើយមួយទៀតខ្ញុំសូមជំរាបប្រាប់ខានេះ
បើនិយាយអំពីការដែលជួយជ្រោមជ្រែងគេការជួយគេគឺជួយអស់ពីចិត្តពីថ្លាក៏ប៉ុន្តែអាពេលដែលទៅពឹងពាក់គេវិញគេមិនងាយនឹងមើលមុខយើងគេមិនងាយនឹងនិយាយរកយើងទេនេះខាងអញ្ចឹងសម្រាប់ឆ្នាំខាខ្ញុំសូមជំរាបប្រាប់លេខសំណាងមុនចុះលេខសំណាងមនុស្សដែលកើតចំឆ្នាំខានៅក្នុងខែ7ហ្នឹងគឺជាលេខ252 252គឺជាលេខស្នេហ៍លេខហេងលេខល្អសម្រាប់បងប្អូនកើតឆ្នាំខាប្រើលេខហ្នឹងជាមួយនឹង password ទូរស័ព្ទក៏បានប្រើលេខហ្នឹងបិទជាឆ្លយខេសទូរស័ព្ទ wallpaper ក្នុង screen ទូរស័ព្ទឬក៏ computer យើងបានយើងឆ្នៃបែបហ្នឹងងាយស្រួលហេងទទួលបានរឿងហេង 10% ក្នុងខែ7ហើយមួយទៀតពណ៌សំណាងឆ្នាំខានៅក្នុងខែ7បងប្អូនអាចប្រើប្រាស់ពណ៌ទឹកមាសបានទឹកមាសគឺជាសលាយបែកលឿងគេហៅថាពណ៌ធាតុមាសគឺជាពណ៌ហេងសម្រាប់បងប្អូនដែលកើតចំឆ្នាំខាអាចប្រើពណ៌ហ្នឹងបានឬជាពាក់ជាខ្សែដៃមង្គល3ធាតុនេះក៏បានគឺជំរុញឲ្យខាងហេងតែម្ដងខ្ញុំសូមជំរាបប្រាប់បែបហ្នឹងហើយសម្រាប់អំពីពណ៌សំណាងនេះយើងរៀបចំជាមួយសម្លៀកបំពាក់កម្មាពុកគេពណ៌កៅអៅពណ៌បតោពណ៌ឡាពណ៌កបោកលួយបានដូចគ្នាដែរចំណែកឯរឿងទិសនាឆ្នាំខានៅក្នុងខែ7គឺជាទិសខាងលិចហើយលិចជើងក៏ល្អប្រសើរសម្រាប់ឆ្នាំខាដែរឆ្នាំខាគឺមានទិសពីរហ្នឹងសម្រាប់ការរៀបចំហើយសម្រាប់និយាយអំពីរឿងរ៉ាវការងារឃើញថាខានៅក្នុងខែ7ការងារតឹងទ្រូងវេទនាផ្លូវចិត្តតិចហើយប្រយ័ត្នប្រយែងឲ្យមែនតើសម្ពាធការងារច្រើនរឿងរ៉ាវត្រូវដោះស្រាយក្នុងការងារច្រើនប៉ុន្តែខាងដោះស្រាយបានណាប៉ុន្តែខ្ញុំសូមឲ្យដកភាពឆ្លោះគ្នាក្នុងក្រុមការងារចឹងគេអ្នកណាឆ្លោះទៅយើងយកទៅសក់ខ្លួនយើងទៅកុំឆ្លោះជាមួយគេខាងបែបហ្នឹងគឺរុងរឿងរីចម្រើនជោគជ័យហើយតែឆ្លោះគឺខាត់លៀបខ្លួនឯងខ្ញុំសូមជំរាបប្រាប់បែបហ្នឹងហើយសម្រាប់ការហើស៊ីឃើញថាខាគឺពូពៀមែនតើខានឹងទទួលបាននៅរឿងរ៉ាវសំណាងក្នុងការហើស៊ីបើសិនជាចេះរៀបចំទូរិស័យខ្លួនឯងប៉ុន្តែបើអត់ចេះរៀបចំទេខារិស័យឡើងកម្រិតណាក៏ដោយក៏ខានឹងទទួលនៅរឿងសូយដែរមិនងាយរឿងជោគជ័យទេប៉ុន្តែរបរហើស៊ីនៅក្នុងខែ7គឺមានសភាពឡើងចុះបើឡើងហើយចាប់យកជាប់គឺជាប់បើជាប់នេះធ្លាក់ចុះមកវិញគឺខាត់បងអញ្ចឹងបញ្ចប់បញ្ចាំងនៅត្រង់ហ្នឹងឡើងទៅចាប់ជាប់ប៉ុន្តែបើមិនឡើងទេឡើងចុះក៏ឲ្យវិញនៅស្ថិរភាពបែបហ្នឹងកុំទៅទិញរបស់ចូលច្រើនកុំចំណាយច្រើនលក់អាក្នុងស្តុកចាស់អស់សិនទៅចាំយកអាស្តុកថ្មីចូលបែបហ្នឹងទើបបងប្អូនឆ្នាំខាសល់លុយក្នុងការហើស៊ីចំណែកឯស្នេហាខាគឺមានសភាពជួបគ្នាច្រើនហើយនៅក្នុងខែ7ប៉ុន្តែខ្ញុំហាមិនឲ្យជួបគ្នាទេទៅឆ្លោះគ្នាជាមួយដៃគូខ្លួនឯងស្នេហាប្តីប្រពន្ធសង្សារអីនេះខាតដៀបអាក្រក់ណាស់សូមប្រយ័ត្នទឹកដៃគ្នាទៅលែងគ្នាទៀតជាពិសេសប្តីប្រពន្ធហើយសង្សារប្រយ័ត្នសុំគ្នាបែកក្នុងខែ7ប្រយ័ត្នឲ្យមែនតើរឿងហ្នឹងអ្នកដែល single ហើយស្នេហាប្រយ័ត្នមែនតើប៉ះអ្នកបោកប្រាស់គឺឃើញថាมันល្អទេកាយស្នេហ៍អត់មានទេប្រយ័ត្នប្រយែងមែនតើហើយបើយើងទៅណោវិញប្រយ័ត្នចេញបោកគេឃើញថាខែ7មានមនុស្សមកជួបយើងស្គាល់យើងច្រើនក៏ប៉ុន្តែខែ7ហ្នឹងគឺអត់មានមនុស្សពិតប្រកបណាមួយមកស្មោះត្រង់ជាមួយយើងទេចំណុចហ្នឹងក៏ត្រូវតែប្រយ័ត្នដែរអញ្ចឹងបងប្អូនប្រយ័ត្នឲ្យទាំងអស់គ្រប់រឿងមកទៅនិយាយចំអញ្ចឹងក្នុងខែ7ហើយបើនិយាយអំពីសុខភាពឃើញថាខានឹងមានជំងឺស្កាត់ផ្សេងឈឺនេះឈឺនោះជាពិសេសគឺជំងឺដែលចេញពីក្នុងរាងកាយគ្រឿងក្នុងបងប្អូនមើលខ្លួនឯងមែនតើមិនថាឈឺស្ទួតជាកាពះជាពវៀនទេឆាប់ទៅពេទ្យពិនិត្យមើលដាក់ថ្នាំដាក់អីកុំឲ្យខ្លួនឯងឈឺតន់ទៅឈឺនឹងប្រវាក់ឡើងហើយខាត់បងពេលវេលាលុយកាក់ហើយយើងនឹងប្រឈមនឹងជំងឺធ្ងន់បន្ថែមទៀតហើយចាស់បើមានជំងឺលើឈាមទំនោរផ្អែមមានថ្នាំលេបជាប្រចាំកុំចេះតែបដាបដោយហើយមួយទៀតហាត់ប្រាណញ៉ាំរបស់ល្អជាប្រចាំថ្ងៃនឹងទទួលបានរឿងហេតុ 10% ក្នុងជីវិតដូចគ្នាដែរប្រចាំខែ7អញ្ចឹងជាចុងក្រោយបងប្អូនបើចង់មានសំណួរសាកសួរខ្ញុំបន្ថែមអំពីទូរស័យខ្សែបាត់ដៃងើហេនៅលើមុខបងប្អូនអាចឆាតមកខ្ញុំតបបានខ្ញុំនឹងជម្រាបជូនបងប្អូនជាចុងក្រោយខ្ញុំបានសូមអរគុណសូមគោរពលា